ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាគេសាងសង់ប្រាសាទធំម្ល៉េះនៅទីនេះឪពុកម្ដាយខ្ញុំតែងតែប្រាប់ខ្ញុំថានេះជាកន្លែងពិសេសមួយធម្មជាតិបានផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការនៅក្នុងតំបន់តូចនេះប៉ុន្តែយើងត្រូវតែថែរក្សានៅអ្វីដែលយើងមានភ្នំគូលែនបានផ្ដល់ជាថ្មប្រភពទឹកឈើអនុផលព្រៃឈើជាច្រើននិងវាលទំនាបមានប្រភេទពូជស្រូវផ្សេងគ្នានិងបឹងទន្លេសាបផ្ដល់ត្រីជាច្រើនអង្គក្សត្រពីដើមបានគ្រប់គ្រងធនធានធម្មជាតិទាំងនេះយ៉ាងមានប្រសិទ្ធភាពជាពិសេសធនធានទឹកក្នុងការកសាងជាអាណាចក្រមួយដ៏អស្ចារ្យដែលគេទទួលស្គាល់ពេញសកលលោកពេលខ្លះពេលដែលខ្ញុំឃើញពិធីបុណ្យនិងប្រពៃណីរបស់យើងនៅតែបន្តប្រារព្ធធ្វើឲ្យខ្ញុំស្រមើស្រមៃឃើញពេលដែលពួកគេកំពុងតែសាងសង់ប្រាសាទទាំងនេះមនុស្សរាប់ពាន់នាក់នឹងប្រើពេលអស់រាប់រយឆ្នាំឯណោះពេលនោះវាជាទីក្រុងធំជាងគេអស់នៅលើពិភពលោក